បាទសួស្តីយើងចូលទៅបន្តមេរៀនទី1យើងហើយយើងបញ្ចប់មេរៀនទី1យើងផងដែរដូចវីដេអូមុនខ្ញុំគ្រាន់តែអានហើយនឹងបកប្រែទេសូមឲ្យបងប្អូនសិស្សនិស្សិតយើងរៀនធ្វើលំហាត់ខ្លួនឯងហើយយើងអាចធ្វើសិនទៅយើងមិនច្បាស់នៅកន្លែងណាយើងអាចចូលទៅមើល answer sheet នៅទំព័រចុងក្រោយនៃសៀវភៅនឹងបានបាទ See look at these pictures look at these pictures look at នឹងមើល look at មើលរូបភាព pictures picture រូបភាព these ទាំងនេះ this picture រូបភាពទាំងនេះ look at this picture ជួយមើលរូបភាពទាំងនេះ these people are saying who they are these people are saying who they are មនុស្សទាំងនេះ people មនុស្សទាំងនេះ are saying កំពុងតែនិយាយថា who they are ពួកគេជានរណា who they are ពួកគេជានរណា write sentences choosing the correct jobs from the box as in the example write sentences write សរសេរ sentences sentence របស់ choosing choose ជ្រើសរើសដោយជ្រើសរើស choosing the correct jobs ដោយជ្រើសរើសមុខរបរ jobs មុខរបរការងារ job correct correct ត្រឹមត្រូវ from the box ចេញពីប្រអប់ from the box ចេញពីប្រអប់ as in the example ដូចជានៅក្នុងឧទាហរណ៍យើងមើលនៅក្នុងប្រអប់នេះអានេះគឺជាមុខរបរ jobs ជាមុខរបរការងារអញ្ចឹងអានេះគឺជារូបភាពអញ្ចឹងគេឲ្យយើងមើលរូបភាពហើយមនុស្សហ្នឹងគាត់និយាយថាគាត់ជានរណាឧទាហរណ៍យើងមើលមក I'm Paulo and this is Federico នេះគាត់ឈ្មោះគាត់ហើយនេះឈ្មោះគាត់ហើយយើងមើលទង់ជាតិគាត់មកពីប្រទេសណាអ៊ីតាលី nationality name ឈ្មោះ nationality សញ្ជាតិ nationality សញ្ជាតិ we are from Italy យើងមើលទង់ជាតិមកគេដាក់ប្រទេស jobs ហើយ job យើងមើលរូបភាពគាត់ I'm a policeman អញ្ចឹងគាត់ពាក់មួកប៉ូលីសពាក់អីជុំមកបាទ I'm a policeman គាត់ជាប៉ូលីស and Federico is a footballer footballer អ្នកទាត់បាល់ footballer អញ្ចឹងយើងមើលរូបភាពហើយយើងធ្វើលំហាត់សរសេរកន្លែងនេះមកបាទហើយអឺយើងមើលការងារនៅក្នុងប្រអប់ pop star pop star pop star តារាពេញនិយម pop popular pop star តារាពេញនិយម farmer កសិករ farmer កសិករ bank manager bank manager អ្នកគ្រប់គ្រងធនាគារ bank manager អ្នកគ្រប់គ្រងធនាគារ footballer នេះគេដាក់ឲ្យយើងមួយហើយបាទ Federico នេះអ្នកតាត់បាល់ dentist ពេទ្យធ្មេញ dentist ពេទ្យធ្មេញ doctor doctor វេជ្ជបណ្ឌិត doctor វេជ្ជបណ្ឌិត policeman បាទ Paulo នេះ policeman ហ្នឹងប៉ូលីស an artist artist វិចិត្រករ artist វិចិត្រករ a teacher a teacher គ្រូបរិញ្ញាបត្រ film star film នេះតារាភាពយន្ត star តារាភាពយន្ត film star តារាភាពយន្ត a scientist a scientist អ្នកវិទ្យាសាស្ត្រ a scientist អ្នកវិទ្យាសាស្ត្រ a photographer a photographer អ្នកថតរូប photographer ហ្នឹងយើងបកថាអ្នកថតរូប photographer អញ្ចឹងយើងមើល0 1 2 3ចឹងមកបាទ Sweden Bergeron name nationality job យើងយកមកទៅសេចឹងមកមើលរូបភាពបាទយើងទៅចូលចំណុច D ហើយយើងបញ្ចប់មេរៀនយើង D choose words from the box put in the games to put in the games choose words from the box to put in the games ចូលជ្រើសរើស choose ជ្រើសរើស words ពាក្យ from the box ពីប្រអប់ to put in the game ដើម្បីដាក់ទៅក្នុងចន្លោះ to put in the game put ដាក់
choose ជ្រើសរើស words ពាក្យ from ពីបកប្រអប់ចឹងប្រអប់នៅក្នុងនេះគេហៅបក to put ដើម្បីដាក់ put in the games ទៅក្នុងចន្លោះ games ក្នុងចន្លោះចានេះគេហៅ game ចន្លោះនេះ game បាទហើយយើងមើលពាក្យចេញមក he sees there it's បាទគុណនឹង3នេះមានន័យថាប្រើ3ដងឧទាហរណ៍គេឲ្យមួយ my parents live in Scotland my parents live in Scotland parents ឪពុកម្ដាយរបស់ខ្ញុំ live រស់នៅ in Scotland នៅក្នុងប្រទេស Scotland អញ្ចឹងគេដាក់ there ដោយសារយើងឃើញ parents វាមាន s អញ្ចឹងឪពុកម្ដាយ parents មាន s យើងដាក់ their teacher their teachers ពួកគាត់ជាគ្រូបរិញ្ញាបត្រពួកគាត់ New York អញ្ចឹងយើង New York យើងជ្រើសរើសកិរិយាសព្ទមក in England in America England អង់គ្លេស America Paul from Germany អាល្លឺម៉ង់ German ជនជាតិអាល្លឺម៉ង់ My sister បងប្អូនស្រី sister បងប្អូនស្រី is a doctor វិជ្ជបណ្ឌិត30 years old 30ឆ្នាំ30 years old អញ្ចឹងមើល sister យើងមើលឃើញជាអី 6 o'clock បាទ 6 o'clock ម៉ោង6 are late អញ្ចឹងយើងដាក់អីគេ late ហ្នឹងយឺតអានេះ are អញ្ចឹងយើងដាក់អី very cold today very cold ត្រជាក់ខ្លាំង cold ត្រជាក់ very ខ្លាំង today ថ្ងៃនេះ let's stay at home let's stay at home ស្នាក់នៅ stay ស្នាក់នៅ let's stay at home តោះស្នាក់នៅផ្ទះអញ្ចឹងស្នាក់នៅផ្ទះបាទ look at the time look at the time មើលម៉ោង look at the time ចូលកលេចមើលម៉ោង Chris and Mary late យឺតអញ្ចឹងយើងចប់មេរៀនទី1យើងត្រឹមហ្នឹងហើយសង្ឃឹមថាបងប្អូនសិស្សានុសិស្សនិស្សិតអាចសិក្សាធ្វើលំហាត់ហើយតាមដានមេរៀនក្រោយៗទៀតនេះគឺជា basic គឺជាមូលដ្ឋានក្នុងការសិក្សាវេយ្យាករណ៍ភាសាអង់គ្លេសបាទសូមអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណ